Ba chim điệp số bong ôn pray mà tít group tít sờ lạnh ngàyนี้มาใจรำเลกาចិញ្ចឹមកណ្ដូបរបស់យើងម្ដងទៀតហើយគឺវេលាម៉ោង7:08ហ្នឹងជាពេលវេលាមួយដ៏សមស្របដែលយើងគួរតែបើកមាត់ការ៉ុងពងកណ្ដូបយើងហ្នឹងដើម្បីឲ្យកូនវាហ្នឹងចេញពីការ៉ុងបានជាក់ស្ដែងបងប្អូនបានឃើញហើយគឺច្រើនមែនទែនបងប្អូនគឺច្រើនខ្លាំងតែម្ដងនេះកដោបចំនួន1 គីឡូក្រាមបាទជាស្ដែងគឺច្រើនបងប្អូនហ្នឹងហើយកូនវាច្រើននេះពេលវេលាដែលវាកំពុងតែញាស់ហ្នឹងគឺពេលវេលាដ៏សមស្របដែលយើងគួរតែបើកនៅចំហមាត់ការ៉ុងហ្នឹងដើម្បីឲ្យកូនកដោបចេញពីកន្លែងវាញាស់ហ្នឹងបងប្អូនដើម្បីវាចេញមកជ្រោបស្រូបពន្លឺថ្ងៃក៏ដូចជាស៊ីនៅចំណីបងប្អូនដែលយើងដាក់ឲ្យហ្នឹងដែលវានៅតូចទៅតែញាស់ហ្នឹងគឺច្រើនមែនទែនបងប្អូននេះហ្នឹងហើយចាក់ស្ដែងគឺច្រើនតែម្ដងហ្នឹងហើយនោះដែលញាស់មុនច្រើនបងប្អូននឹងបងប្អូនមើលឃើញអត់ទេបងប្អូននោះត្រង់នេះខ្ញុំបាទធ្វើតតឹង1 ម៉ែត្របដោយវា6 ម៉ែត្រអញ្ចឹងចំនួនកូនពងកដោបយើងចំនួន1 គីឡូបាទឥឡូវរយៈពេលដូចជា3-4 ថ្ងៃហើយវាចាប់ផ្ដើមសម្រុកញាស់ហ្នឹងហើយចាប់ផ្ដើមសម្រុកញាស់តែម្ដងបងប្អូនគឺច្រើនមែនប្រសេកប្រសាចពេញហ្នឹងឥឡូវហ្នឹងរយៈពេល1 ថ្ងៃ 2 ថ្ងៃទៀតញាស់អស់ហើយបងប្អូនគឺឃើញថាក្នុងទ្រុងកដោបរបស់យើងនេះគឺច្រើនណាបងប្អូនច្រើនណាឥឡូវហ្នឹងគឺម៉ោង8 9ហ្នឹងវាសម្រុកញាស់ហើយបងប្អូនដែលមានពលឺថ្ងៃព្រោះមួយរយៈហ្នឹងវាសតុំដែរអញ្ចឹងថ្ងៃនេះឃើញថាវាសម្រុកញាស់តែម្ដងហើយចំណីដែលកូនកដោបបងប្អូនខ្ញុំចែកម្លែកបន្តិចហ្នឹងឯងពាក់ព័ន្ធនឹងចំណីវាដែលវាទៅញាស់អញ្ចឹងយើងដាក់ធៀងចេកឬមួយក៏លឹកពោតបងប្អូនលឹកពោតខ្ចីអីហ្នឹងហ្នឹងហើយគឺវាពងពេញស៊ីហ៎ប៉ុណ្ណឹងណែគឺមានតែប៉ុណ្្នឹងទេបើមានព័ត៌មានអីអាប់ដេតបន្តទៀតខ្ញុំនឹងថតចែកជូនបងប្អូនឥឡូវអាយុកាលកណ្ដូបនេះរយៈពេល1 អាទិត្យអីហ៎បងប្អូនអាយុកាលរបស់វាចាំអាយុពេលអាយុកាលវាកន្លះខែ 1 ខែចាំខ្ញុំអាប់ដេតឲ្យមើលទៀតថាវាវិវត្តទៅជាយ៉ាងណាអញ្ចឹងណាបងប្អូនបាទអរគុណបាទ